ការធម្មនុញ្ញរបស់ថៃដែលមុននេះប្រហែលជាមួយម៉ោងបានសម្រេចឲ្យអ្នកស្រីផៃថងឋានស៊ីនវ៉ាត់សម្រាប់ការងារជានាយករដ្ឋមន្ត្រីមួយរយៈបាទនៅក្នុងន័យនេះគឺព្យួរតំណែងជារដ្ឋមន្ត្រីរបស់ប្រទេសថៃហើយសេចក្តីសម្រេចនេះទើបតែចេញដោយតុលាការធម្មនុញ្ញដែលមានសម្លេង7គាំទ្រឲ្យព្យួរតំណែងនេះហើយ2សម្លេងគឺប្រឆាំងនឹងការព្យួរអញ្ចឹងបានន័យថាជាសម្លេងភាគច្រើនសន្ធឹកនៅក្នុងការសម្រេចរបស់គណៈជំនុំជម្រះទាំង9រូបនៃតុលាការធម្មនុញ្ញរបស់ប្រទេសថៃនេះបាទមានន័យថាម៉េចមានន័យថាប្រទេសថៃចាប់ពីពេលនេះតទៅពុំមាននាយករដ្ឋមន្ត្រីដែលដឹកនាំប្រទេសនេះទេដោយសារអីដោយសារតែតួនាទីតំណែងនាយករដ្ឋមន្ត្រីនេះត្រូវបានព្យួរប៉ុន្តែមិនមែនបានន័យថាបញ្ចប់តួនាទីរបស់គាត់ទេព្យួរនេះបានន័យថាម៉េចព្យួរនេះគឺបានន័យថាគឺដកហូតតួនាទីបណ្ដោះអាសន្នគឺមិនឲ្យកាន់ការងារនេះដើម្បីឲ្យតុលាការព្រមត្តសំទុតលាការធម្មនុញ្ញនេះគឺមានពេលជជែកឲ្យស៊ីជម្រៅទៅលើអង្គហេតុពិតនៃបណ្ដឹងឬក៏ញត្តិរបស់ខាងសមាជិកព្រឹទ្ធសភារបស់ថៃដែលមានគ្នាដល់ទៅ36រូបដែលបានដាក់ប្តឹងមករដ្ឋតុលាការធម្មនុញ្ញរបស់ថៃនេះឲ្យជំនុំជម្រះសម្រាប់ក្តីដោយសារតែពួកគាត់ទាមទារឲ្យនិយាយទៅគឺដកតំណែងនាយករដ្ឋមន្ត្រីថៃចេញផងដោយសារមូលហេតុមួយគឺចោទប្រកាន់អ្នកស្រីផៃថងឋានថាធ្វើឲ្យបាត់វិជ្ជាជីវៈឬក៏ថាក្រមសីលធម៌ការទទួលខុសត្រូវក្នុងនាមជានាយករដ្ឋមន្ត្រីហេតុអីបានជាទៅជជែកសន្ទនាសារសម្ងាត់ជាឯកជនឬក៏ជាក្រៅផ្លូវការអីយ៉ាងណានិយាយទៅថាលួចចរចាទ្វេភាគីជាមួយប្រទេសកម្ពុជាដោយមិនអោយភាគីថៃដឹងឬក៏និយាយទៅជាកិច្ចការសម្ងាត់របៀបដូចជាក្បត់នឹងប្រជាពលរដ្ឋថៃដែលធ្វើឲ្យបាក់មុខកិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រទេសថៃហើយតាមពិតរឿងទាំងអស់នេះខាងសមាជិកព្រឹទ្ធសភាទាំង36រូបហ្នឹងក៏ពុំមានហេតុផលសំអាងហេតុឬក៏អីដើម្បីយកទៅដាក់ប្តឹងកើតដែរបើសិនជាលោកហ៊ុនសែនមិនបានបញ្ចេញខ្សែអាត់វីដេអូសម្លេង17នាទី6វិនាទីនៃការសន្ទនាគ្នាដោយឯកជនរវាងអ្នកស្រីបៃថងឋានហើយនិងលោកហ៊ុនសែនកាលពីថ្ងៃទី15ខែមិថុនានោះទេបាទអញ្ចឹងហើយដូច្នេះនៅក្នុងនេះមានន័យអ្វីបន្តទៅទៀតបងប្អូនតើប្រទេសថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីឬក៏យ៉ាងម៉េចរឿងនេះគឺតាមពិតគឺជាការរៀបចំនៃនយោបាយរបស់ថៃដែរបើតាមយើងមើលព្រោះព្រះមហាក្សត្រថៃកាលពីម្សិលមិញបាទគឺតែប្រហែលម៉ោងមុននឹងឯងគឺព្រះមហាវិជ្ជរាចុងលង្កនដែលជាព្រះមហាក្សត្រថៃដែលកំពុងតែគ្រងរាជ្យដែលមានឥទ្ធិពលខ្លាំងនៅប្រទេសថៃនោះតែមិនអាចនរណាប្រមាថប្រជាស្ដារព្រះអង្គបាននោះគឺបានទៅតែចេញជាព្រះរាជក្រឹត្យតែងតាំងអ្នកស្រីបៃថងឋានជានាយករដ្ឋមន្ត្រីបន្តហើយតែងតាំងតំណែងថ្មីមួយបន្ថែមទៀតឲ្យអ្នកស្រីបៃថងឋានគឺតំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ហើយផ្សេងទៀតគណៈរដ្ឋមន្ត្រីរបស់គាត់ក៏មានជួរដឹកនាំអីរៀបចំសារថ្មីដែលជំនួសរដ្ឋមន្ត្រីចាស់ដែលបានលាឈប់ពីតំណែងដែលជារដ្ឋមន្ត្រីកូតាពីគណៈបកភូមិใจថៃនោះក៏បានរៀបចំបកូណាព្រះមហាក្សត្រថៃក៏បានរៀបចំឲ្យមានជារចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រីអីហ្នឹងមិនឃ្លៀងឃ្លោងដែរចង់និយាយថាដំណើរការនេះគឺចង់ប្រាប់ថាប្រទេសថៃនៅមានគណៈរដ្ឋមន្ត្រីត្រឹមត្រូវហើយក៏នៅមានរចនាសម្ព័ន្ធគ្រប់គ្រងប្រទេសបែបរដ្ឋាភិបាលមួយដែលបើមានការអីកើតឡើងទៅអ្នកស្រីបៃថងឋានក៏មានគណៈរដ្ឋមន្ត្រីរបស់គាត់នៅរឹងមាំឬក៏អាចនឹងមានអ្នកណាធ្វើជានាយករដ្ឋមន្ត្រីស្ដីទីមួយរយៈដើម្បីជំនួសក្នុងការងារនេះបានដែរព្រោះមហាក្សត្រលោកទៅតែចេញព្រះរាជក្រឹត្យដើម្បីរៀបចំរចនាសម្ព័ន្ធនេះបានមុននឹងដែរដូច្នេះវិលមកវិញគឺរឿងនេះក៏អាចជាការរៀបចំជាយុទ្ធសាស្ត្រមួយដើម្បីកុំឲ្យបញ្ហានយោបាយប្រទេសថៃនឹងវាអាចចលាចលនៅពេលដែលតុលាការធម្មនុញ្ញថៃសម្រេចព្យួរតួនាទីរបស់អ្នកស្រីបៃថងឋាន
បងប្អូនម្ដងទៀតមិនមែនដកតួនាទីរបស់អ្នកស្រីបៃថងឋានទេគឺ sure បាទន័យថាទុកពេលដើម្បីពិចារណាបន្ថែមទៀតព្រោះអីបណ្ដឹងរបស់ខាងសមាជិកព្រឹទ្ធសភានឹងគឺវាឈានទៅរកការដកហូតតំណែងនាយករដ្ឋមន្ត្រីនឹងតែម្ដងផងអញ្ចឹងហើយបានជាតុលាការយុត្តិធម៌មនុស្សរបស់ថៃនេះក៏សម្រេចថាព្យួរការងារនឹងគាត់សិនទៅដើម្បីទុកឲ្យគេអាចស៊ើបអង្កេតដោះស្រាយរឿងហ្នឹងព្រោះនៅក្នុងពេលហ្នឹងតែគាត់មានមន្ទិលក្នុងការប្រព្រឹត្តអីអញ្ចឹងព្យួរគាត់ឲ្យនៅមួយរយៈដើម្បីឲ្យគេដោះស្រាយស៊ើបអង្កេតមួយរយៈហ្នឹងហើយសម្រេចសេចក្តីនៅរឿងហ្នឹងយើងថាតើសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនេះគឺនឹងចេញនៅពេលណាឲ្យប្រកាសហើយសវនាការនឹងធ្វើឡើងនៅពេលណាទៀតយើងអត់ទាន់មានការវិភាគនេះច្បាស់លាស់គ្រាន់តែយើងដឹងថាអ្វីដែលកើតឡើងនៅពេលនេះក៏ជាការរៀបជើងព្រួលរបស់ក្រុមគណៈរដ្ឋមន្ត្រីរបស់អ្នកស្រីបៃថងឋានដែរព្រោះអីសុកអ្នកស្រីបៃថងឋានហ្នឹងបានព្រះបកូណាថៃគឺលោកសពរិជហារតីត្រាស់បង្គាប់ឲ្យបៃថងឋានបន្តការងារជានាយករដ្ឋមន្ត្រីមែនប៉ុន្តែទុកការងារទូនីតិជារដ្ឋមន្ត្រីក្រសួងវប្បធម៌ដែលមានឋានៈនៅក្នុងជួរគណៈរដ្ឋមន្ត្រីរបស់ថៃដដែលទេអញ្ចឹងដល់ពេលដែលព្យួរការងារជានាយករដ្ឋមន្ត្រីបែបនេះអ្នកស្រីបៃថងឋាននៅមានតួនាទីមួយដែលព្រះមហាក្សត្រលោកទៅតែឡាយប្រហោះលេខាតែងតាំងឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងវប្បធម៌ហ្នឹងគឺនៅតែអាចមានឥទ្ធិពលនៅក្នុងជួរគណៈរដ្ឋមន្ត្រីរបស់ថៃទេព្រោះអីសេចក្តីប្រកាសសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនេះគឺគ្រាន់តែព្យួរតួនាទីជានាយករដ្ឋមន្ត្រីទេអត់បានព្យួរតួនាទីដែលទើបបានទទួលការតែងតាំងថ្មីពីព្រះមហាក្សត្រក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងវប្បធម៌ទេអញ្ចឹងបានន័យថារឿងនេះក៏ជាការដូចជាត្រួសត្រាយផ្លូវទុកច្រកឲ្យអ្នកស្រីបៃថងឋាននៅមានភារកិច្ចតួនាទីនៅក្នុងកិច្ចការនយោបាយបន្តទៅទៀតដោយមិនឲ្យដាច់ភឹងដែរនេះបើតាមអ្វីដែលជាប្រជាក្រិតរបស់បកូណានៅប្រទេសថៃនេះបាទហើយយើងឃើញថាការរៀបចំរចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ថៃបែបនេះមិនដកភឹងបែបនេះក៏ជាអាចថាកុំឲ្យមានភាពរំជើបរំជួលខ្លាំងនៅក្នុងប្រព័ន្ធនយោបាយថៃដែលកំពុងតែមានវិវាទគ្នាជាមួយនឹងប្រទេសកម្ពុជាក៏ថាបានដែរព្រោះថៃនៅពេលនេះក៏ចង់ថាវាមានបញ្ហាជាមួយក្រុមគ្រួសារតកូល Thaksin ហ្នឹងដែលប្រជាពលរដ្ឋមហាជនថៃមួយចំនួនធំហ្នឹងក៏មិនសូវជាគ្រប់គ្រងចង់ឲ្យតកូល Thaksin ហ្នឹងបន្តកាន់តំណែងអំណាចឲ្យតទៅទៀតបានមិនក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នានេះក៏មានប្រជាពលរដ្ឋភាគច្រើនដែរមួយចំនួនធំដែរក៏គេចង់ឲ្យមានស្ថិរភាពនយោបាយមានព្រៀបនៅក្នុងការតតាំងបញ្ហាចំនួនព្រំដែនជាមួយកម្ពុជាដែរក្នុងនាមជាប្រជាជាតិគេថារបៀបដូចថាមានការមូលមាត់គ្នារបស់គេដែរព្រោះអីគេថាថៃអ្នកដែលវិភាគរបស់ថៃមួយចំនួនគេថាខាងកម្ពុជារដ្ឋាភិបាលកងទ័ពរឿងសភានឹងអីគេដូចថាក្រុមតែមួយបាយ3ពំនូតពូតជុំគ្នាតែម្ដុំហើយចានៅថៃហ្នឹងគឺរដិបរដប់កដិបកដប់នេះម្ដុំអញ្ចឹងបែកខ្ញែកគ្នាអញ្ចឹងវាអាចធ្វើឲ្យថាដំបងថាបថងឋានហ្នឹងបើនិយាយជាមួយលោកហ៊ុនសែនសម្ងាត់ក្រៅផ្លូវការធ្វើឲ្យបាក់មុខអាប់អោនដល់ជាតិថៃក៏ប៉ុន្តែនៅពេលដែលទម្លាក់គាត់ចេញពីតំណែងហើយមិនមានអីរៀបចំស្រួលបួលធ្វើឲ្យរដ្ឋាភិបាលថៃហ្នឹងចាប់ផ្ដើមចលាចលវាហាក់បីដូចជាបង្ហាញថាជាតិថៃហ្នឹងក៏វាបាក់មុខដោយសារតែទម្លាក់គាត់ដែរព្រោះអីអញ្ញៃចលាចលច្បុកច្បល់អីអញ្ចឹងទៅហើយក្នុងនេះវាអាចជាយន្តការរបស់ប្រទេសថៃនៅក្នុងការទប់ស្ថានភាពដើម្បីកុំឲ្យលឿនពេកឲ្យក្រុមប្រឆាំងក៏ហាក់បីដូចជាមានភាពថ្លឹងថ្លែងដែរប្រឆាំងនៅតែប្រឆាំងក៏ប៉ុន្តែហាក់បីដូចជាខ្លាចទឹកចិត្តប្រជាពលរដ្ឋថៃជាទូទៅគេថានៅពេលដែលប្រទេសថៃកំពុងតែមានវិបត្តិតបតជាមួយខាងភាគីកម្ពុជាបែរជាថៃនាំគ្នាខំគ្នាអញ្ចឹងខាងប្រឆាំងហ្នឹងក៏ថ្លឹងថ្លែងខ្លាចខាតប្រយោជន៍នយោបាយរបស់ខ្លួនសម្បើមដែរព្រោះអីអ្នកស្រីបៃថងឋាននៅពេលដែលមានរឿងជាមួយនឹងកម្ពុជាហើយពេលដែលបែកធ្លាយសារសម្លេងជជែកគ្នាជាឯកជនរវាងអ្នកស្រីជាមួយនឹងលោកហ៊ុនសែនហ្នឹងគឺគាត់ចាប់ផ្ដើមកែស្ថានភាពនឹងបានច្រើនដែរសម្រាប់ខ្លួនគាត់ចង់ឃើញតែគាត់ខំប្រឹងសុំទោសសាធារណជនទូទៅហើយចាប់ផ្ដើមពង្រឹងសម្ព័ន្ធភាពជាមួយយោធាចាប់ផ្ដើមចុះទៅជួបប្រជាពលរដ្ឋតាមមូលដ្ឋានចាប់ផ្ដើមដោះស្រាយបញ្ហាព្រំដែនដោយខ្លួនឯងដូចទៅស្រះកែវថ្ងៃមុនចាប់ផ្ដើមជជែកដូចថាចាប់ផ្ដើមយកការងារនឹងមកដើម្បីស្អំចិត្តប្រាប់ថាគាត់
អាចមានការឆ្លោះឆ្លួយរឿងជជែកជាមួយលោកហ៊ុនសែនក៏ដោយសារតែភាគីកម្ពុជាអ្នកធ្វើឲ្យបែកធ្លាយមិនមែនគាត់អ្នកធ្វើឲ្យបែកធ្លាយអញ្ចឹងណាហើយសូមឲ្យប្រជាពលរដ្ឋថៃហ្នឹងអនុគ្រោះមានសមានចិត្តចំពោះគាត់អីអញ្ចឹងផងនេះយុទ្ធសាស្ត្រហ្នឹងគឺធ្វើជារបៀបហ្នឹងគឺប្រាប់ប្រជាពលរដ្ឋថៃថាគាត់សុំទោសហើយគាត់ចាប់ផ្ដើមធ្វើកិច្ចការងារល្អទេគាត់មិនក្បត់អីប្រទេសថៃឯណាធ្វើដើម្បីប្រយោជន៍ថៃអីចឹងទៅហើយអញ្ចឹងហើយបានជាឃើញការរៀបចំហេដ្ឋារចនាសម្ព័ន្ធសេណារីយ៉ូរបៀបដូចជានយោបាយនេះគឺហាក់បីដូចជាចង់រក្សាកិត្តិយសរបស់ជាតិថៃនយោបាយថៃវារៀងកក្រិចវារៀងអីគេមិនពេញចិត្តតកូលថាច់ស៊ីនមែនប៉ុន្តែនៅក្នុងន័យមួយគឺគេចង់រួមគ្នាជួយការពារភាពអស្ចារ្យរបស់ជាតិថៃនឹងដែរគេដើម្បីអីទប់ទល់ជាមួយខាងជាតិខ្មែរដែលមើលខាងខ្មែរក៏មានចលនាជាតិនិយមរបៀបផ្ដុំគ្នាដើម្បីឲ្យរឹងមាំឲ្យរឹងអីអញ្ចឹងយើងឃើញឯខាងនេះយើងនៅតែមានសារដូចថារបៀបកែនគ្នាដើម្បីបង្ហាញពីកម្លាំងរួមសាមគ្គីជាធ្លុងមួយអីអញ្ចឹងតែយើងធ្វើអីជាហោហែអញ្ចឹងដែរអញ្ចឹងខាងតៃគេប្រយ័ត្នប្រយែងមកដែរដូច្នេះយើងសួរថាតើនៅពេលណាឆាប់ប៉ុណ្ណាដែលតំណែងរបស់នាយករដ្ឋមន្ត្រីថៃនេះនឹងផុតរលត់យើងមិនអាចទាយស្មានទុកបានទេយើងដឹងហើយថាលោកហ៊ុនសែនព្យាករឲ្យ3ខែឲ្យរត់ឲ្យផុតហើយគាត់ដឹងថាអ្នកណាជារដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីថ្មីដែលគាត់ដឹងគាត់មិនហ៊ានគាត់មិនចាំបាច់ប្រាប់ទុកឲ្យឆ្ងល់អីជាដើមតែពិតដូចខ្ញុំបានជម្រាបអញ្ចឹងថារឿងនយោបាយនៅស្រុកថៃរឿងការធ្លាក់ពីតំណែងជានាយករដ្ឋមន្ត្រីនេះវាគ្រាន់តែជាគេហៅថាទិញពេលវេលាទេគឺពេលវេលាហ្នឹងគឺវាចេះតែវិវត្តទៅគឺគ្រួសារតកូលថាក់ស៊ីននឹងទប់បានប៉ុណ្ណាគឺចេះតែបន្តទៅទៀតទៅហើយនៅក្នុងពេលជាមួយគ្នាហ្នឹងខាងកម្ពុជាហ្នឹងក៏ប្រឹងជួយរុញដើម្បីឲ្យឆាប់ចុះពីតំណែងបានលឿនដែរមិនអញ្ចឹងទេប៉ុន្តែយ៉ាងណាយើងមើលការដោះស្រាយរបៀបថៃដែលគេធ្វើនេះគឺមើលទៅហាក់បីដូចជាទុកទ្វារក្រោយឲ្យខាងតកូលថាក់ស៊ីនហ្នឹងអាចដើរបានដែរខ្ញុំនិយាយថាទ្វារក្រោយហ្នឹងត្រូវចង់និយាយថាហេតុអីបានជាសុកព្រះមហាក្សត្រថៃឲ្យបង្កើតតំណែងថ្មីមួយខាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ឲ្យខាងអ្នកស្រីបៃថងឋានកាន់នៅពេលដែលគាត់ជានាយករដ្ឋមន្ត្រីតែដំបូងឲ្យកាន់ជានាយករដ្ឋមន្ត្រីផងឲ្យកាន់ជារដ្ឋមន្ត្រីក្រសួងយុតិធម៌ហេតុអីបានមានតួនាទីជានាយករដ្ឋមន្ត្រីកាន់ការងារមកកណកដឹកហេតុអីបានជាចាំបាច់ទៅកាន់ជារដ្ឋមន្ត្រីក្រសួងវប្បធម៌មួយទៀតដែលកងតួនាទីជានាយករដ្ឋមន្ត្រីផងហ្នឹងទៅធ្វើការងារអីចឹងបានគ្រប់គ្រាន់ទេប៉ុន្តែចឹងហើយបានថានេះគឺជាសេណារីយ៉ូរបស់គេរៀបចំថាបើសិនជាអ្នកស្រីបៃថងឋានត្រូវគេព្យួរការងារជានាយករដ្ឋមន្ត្រីពីដោយសារសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនេះគឺច្បាស់ណាស់គឺគាត់នៅអាចបន្តការងារទ្វារក្រោយមួយទៀតក្នុងនាមជារដ្ឋមន្ត្រីក្រសួងវប្បធម៌តទៅទៀតបាទដូច្នេះនយោបាយនេះគឺយើងនៅមានភាពចាប់អារម្មណ៍នឹងបន្តមើលតទៅទៀតតើការតវ៉ាពីក្រមផ្សេងដែលចង់ទម្លាក់គាត់ពីតំណែងហ្នឹងវានឹងស្បើយប៉ុណ្ណាព្រោះអីនៅពេលដែលតុលាការធម្មនុញ្ញព្យួរតួនាទីរបស់គាត់ហើយវាសមនឹងបំណងរបស់ខាងអ្នកតវ៉ាដែរមិនចឹងចង់ឲ្យគាត់ផុតពីតំណែងប៉ុន្តែគេមិនទាន់ដកហូបហ្នឹងប៉ុន្តែវាដូចជាសមប្រកបទៅនឹងបំណងរបស់ពួកគាត់បានមួយចំនួនដែរដូច្នេះយើងតាមដានតទៅទៀតបងប្អូនរឿងនេះយ៉ាងណាក៏ដោយកុំអអេចក្នុងនាមជាខ្មែរនៅពេលដែលឃើញការបាត់ពីតំណែងរបស់ថៃយើងស្អប់គាត់យើងជេរស្ដីគាត់យើងអីក៏ដោយក៏ប៉ុន្តែរឿងនេះគឺជារឿងនយោបាយទេបងប្អូនរឿងព្រំដែនកម្ពុជាថៃនេះគឺជារឿងនយោបាយដែលតាក់ទងនៅស្រុកថៃកំពុងតែមានវិបត្តិខ្លួនឯងបានយកមកជះមកព្រំដែននេះហើយដល់ពេលហើយធ្វើឲ្យយើងជះសំអប់គ្នាទៅវិញទៅមកអញ្ចឹងម្ដងទៀតបងប្អូននយោបាយវិវត្តលឿនណាស់យើងដើរសឹងថាមិនទាន់ណាក៏ប៉ុន្តែយើងទាំងអស់គ្នាកុំឲ្យចាញ់កលនយោបាយចាញ់កលអ្នកនយោបាយសូមឲ្យយើងទាំងអស់គ្នារក្សាចិត្តឲ្យនឹងមាំឲ្យរឹងមាំនឹងធឹងអត់ធ្មត់ហើយសូមឲ្យបរវាសជិះឆ្ងាយពីសំអប់ជាតិសាសន៍ម្ដងទៀតបងប្អូនខ្ញុំនិយាយរឿងនេះតាដែលទាល់តែពេលណាដែលយើងទាំងអស់គ្នាផ្លាស់ប្ដូរផ្នត់គំនិតនៅក្នុងការស្អប់ខ្ពើមជាតិសាសន៍បានដោយ100%អាហ្នឹងខ្ញុំឈប់និយាយព្រោះអីការដែលស្អប់ជាតិសាសន៍នេះគឺជាការបញ្ឆេះកំហឹងហួសពីនយោបាយគឺបាននៃកំហឹងដែលធ្វើឲ្យយើងមើលមុខគ្នាមិនត្រង់យើងចាប់ផ្ដើមឆ្លោះគ្នាយើងចាប់ផ្ដើម
ប្រកាន់គ្នាយើងដូចថារកទីបញ្ចប់គ្មានណាដូច្នេះបើសិនជាបងប្អូនរក្សាចិត្តឲ្យនឹងណខន្តីឲ្យបានច្រើនអនុគ្រោះឲ្យបានច្រើនយោគយល់ឲ្យបានច្រើនប៉ុន្តែយើងទុនភ្លុនប៉ុន្តែកុំទុនជ្រាយណាយើងរឹងប៉ឹងប៉ុន្តែកុំរឹងរូសយើងមានសុជីវធម៌មានសេចក្តីថ្លៃថ្នូរយើងប្រកាន់ភាពខាញ់រែងព្រោះអីពេលនេះកម្ពុជាគឺជាអ្នកកាន់ដងដាវទេបងប្អូនតែបើយើងធ្វើផ្ដេសផ្ដាស់គឺយើងហុចដងដាវគេចង់ហុចឲ្យគេប្រាក់4 5ដងហើយប៉ុន្តែព្យាយាមទាញមកវិញបងប្អូនកុំឲ្យអ្វីដែលនេះនឹងចាញ់បោកនៃនយោបាយហើយយើងត្រូវប្រឹងរក្សាភាពអត់ធ្មត់ហើយនឹងរក្សាតម្លៃរបស់ជាតិខ្មែរយើងគឺនៅពេលដែលយើងរក្សាភាពថ្លៃថ្នូររក្សាសុជីវធម៌រក្សាសិលធម៌រក្សាវិជ្ជាជីវៈហើយនឹងភាពជាមនុស្សមានវប្បធម៌អរិយធម៌រុងរឿងគឺយើងនៅតែរក្សាតម្លៃដ៏ផូរផង់នៃគេដំណើរវប្បធម៌ដូនតារបស់បុព្វបុរសខ្មែរតាំងពីសម័យអង្គរដែលកសាងបន្សល់ទុកនៅមរតកដ៏ល្អផូរផង់នៃជាតិសាសន៍ដ៏ថ្លៃថ្នូររបស់យើងហើយយើងកុំនាំគ្នាបំផ្លាញវាបងប្អូនព្រោះគ្មានជនជាតិថៃឯណាឬក៏ជនជាតិណាដែលអាចលួចដួងព្រលឹងរបស់យើងបានទេបើយើងនៅថែព្រលឹងនេះឲ្យជាប់ប៉ុន្តែព្រលឹងនេះមិនមែនតាមរយៈជេរបញ្ចោហើយព្រលឹងនេះក៏មិនមែនតាមរយៈហែកហួរគ្នាបញ្ឆេះភ្លើងកំហឹងស្អប់ជាតិសាសន៍គ្នានឹងទេបើបងប្អូននាំគ្នាបញ្ឆេះកំហឹងស្អប់ជាតិសាសន៍ឲ្យឆ្លោះគ្នាឲ្យស្អប់គ្នាក្នុងនាមប្រជាជននិងប្រជាជនបងប្អូនកំពុងតែបំផ្លាញគេមរតកវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ដូនតាខ្មែរហើយដូនតាខ្មែរបុព្វបុរសខ្មែរច្បាស់ជាមិនអត់ឱនឲ្យអស់លោកទាំងអស់គ្នានឹងទេដូច្នេះបងប្អូនសុំខន្តីឲ្យធ្វើឲ្យបានរឿងហ្នឹងទាំងអស់គ្នាយើងឲ្យអ្នកនយោបាយធ្វើនយោបាយតែយើងជាប្រជាពលរដ្ឋកុំខ្លាយទៅជាឈ្នួននយោបាយជាឈ្នន់នយោបាយហើយជាអ្នកដែលគេអាចទិញបានហើយយើងដកហូតដួងព្រលឹងយើងបានណាកុំឲ្យសោះអញ្ចឹងសូមម្ដងទៀតបងប្អូន MMO ចង់បានលុយពីការធ្វើវីដេអូឲ្យផ្ទុះឲ្យបានលុយអីយ៉ាងណាបងប្អូនឲ្យមានបេះដូងសិលធម៌សេចក្តីថ្លៃថ្នូរបងប្អូនរលុយបានលបទទួលទានតាមបែបសុចរិតមានច្រើនណាស់មិនដាច់ពោះស្លាប់ទេបងប្អូនប៉ុន្តែកុំដោយសារតែលុះក្រោមការដែលអធិពលនៅក្នុងអំណាចនៃទឹកប្រាក់ដោយប្រការណាមួយហើយចង់ឲ្យគេចាប់អារម្មណ៍អីខ្លាំងនឹងចេះតែធ្វើរឿងផ្ដេសផ្ដាស់ហើយរឿងផ្ដេសផ្ដាស់នេះណាគឺជារឿងប៉ះពាល់ដល់កិត្តិយសជាតិយើងទៀតបងប្អូនកុំធ្វើដូច្នេះអីហើយបើមានវីដេអូនៃការស្អប់ខ្ពើមជាតិសាសន៍បោវាជាថ្ងៃរំលងវាចោល delete វាចោល block វាចោលទៅព្រោះបងប្អូនម្នាក់នឹងឯងជាអ្នកជួយជំរុញឲ្យខ្ញុំនិយាយនេះអត់មានទៅគាំទ្រជាតិសាសន៍ថៃវាយបងអាប់ឬក៏មាក់ងាយជាតិយើងទេខ្ញុំចង់ឲ្យយើងជាជាតិសាសន៍ថ្លៃថ្នូរបងប្អូនបើថៃកំពុងតែមានទុករឿងថៃដោះស្រាយវិបត្តិថៃរបស់ថៃយើងគ្រាន់តែទប់ធ្វើយ៉ាងម៉េចកុំឲ្យភ្លើងរបស់ថៃវារោលរៀលឆេះចូលដីយើងតែប៉ុណ្ណឹងបានហើយយើងរកទឹកយកទៅទប់សម្រាប់ជះឲ្យវារលត់ឲ្យវាអន់ភ្លើងកុំយើងទូលសាំងទៅព្រោះអីជាចិត្តខាងលបងជាមួយគ្នាទេថ្ងៃណាមួយនឹងត្រូវគ្នាវិញបងប្អូនមើលមុខគ្នាយ៉ាងម៉េចនៅពេលដែលយើងនាំគ្នាឆ្លោះគ្នាព្រោះនយោបាយគេអត់ដែលពាក់មុខយៈដាក់គ្នាមកអាយុទេបន្តិចទៀតត្រូវគ្នាដូរអ្នកដឹកនាំនយោបាយដូរស្អីហ្នឹងគឺគេជុលកែវភងគេទៅអស់យើងចាប់ផ្ដើមនៅស្អប់មុខយៈដាក់គ្នានៅហ្នឹងជួនកាលបានលុយពី MMO បន្តិចបន្តួចហ្នឹងនាំគ្នាចិត្តតែ share ចិត្តតែចែកជេរបចោពេញទឹកពេញដីដល់ហើយយើងទៅអត់តាន់គេទេហើយតិចទៀតគេចាប់យើងទាំងអស់ទៀតព្រោះដោយសារតែអាដបងគេឃើញយើងនេះអញ្ចឹងបានចំណេញប្រយោជន៍គេនៅស្ងៀមគេអត់ខាត់ទេមេដឹកនាំអត់ខាត់ទេបដោយឲ្យយើងធ្វើតាមចិត្តពួកអីវាចំណេញនយោបាយគេដល់ពេលហើយមានបញ្ហាអីបន្តិចគេចង់ក្តិចយើងគេធ្វើបាបយើងចាប់យើងដាក់គុកបានតែមួយពេចគេចោទយើងពីបទញុះញង់ឲ្យស្អប់ខ្ពើមជាតិសាសន៍ពូជសាសន៍ឥឡូវហ្នឹងគេអត់តន់ទេដោយសារអីវាបានចំណេញអីមួយប៉ុន្តែបន្តិចទៀតចាំមើលតែពេលតែគេត្រូវគ្នាបងប្អូនជាប់គុកហើយខ្ញុំមិនគំរាមកំហែងទេព្រោះអីអាការជាប់គុកជាប់ច្បាប់ហ្នឹងគឺនៅពេលដែលយើងធ្វើហួសហេតុទេតែយើងធ្វើត្រឹមត្រូវដូចខ្ញុំនិយាយចឹងរក្សាភាពអត់ធ្មត់សេចក្តីថ្លៃថ្នូរសុជីវធម៌វិជ្ជាជីវៈ
ភាពរឹងមាំមានសិលធម៌មានអីពេញខ្លួននៅក្នុងនាមជាចិត្តសាសថ្លៃថ្នូរយើងអត់ត្រូវការទៅប្រកួតប្រជែងជាមួយភាពអត់ថ្លៃថ្នូររបស់ចិត្តសាសនាហើយកុំទៅមើងងាយចិត្តសាសគេភាពល្អគឺនៅលើរឿងយើងឯងកុំខ្វល់លើរឿងគេព្រោះអីអាគុណតម្លៃរបស់យើងគឺនៅលើការប្រព្រឹត្តកាយវាចាចិត្តរបស់យើងឯងអ្នកដតីគឺគេធ្វើអីគឺឲ្យគេធ្វើទៅទង្វើល្អរបស់យើងគឺយើងនឹងនៅបានរក្សាភាពល្អនេះជារៀងដរាបព្រោះយុត្តិធម៌វាតែងតែឈ្នះអំពើអយុត្តិធម៌សេចក្តីពិតវាឈ្នះសេចក្តីមិនពិតសេចក្តីសុចរិតវាឈ្នះអំពើទុច្ចរិតនឹងជារៀងដរាបទេជឿខ្ញុំមកយើងជឿលើសាសនាពុទ្ធគឺយើងនៅតែជឿថាអំពើបាបបុណ្យនេះគឺបើបងប្អូនពិតជាអ្នកកាន់សាសនាពុទ្ធដ៏ឥតខ្ចោះសូមរក្សាសេចក្តីថ្លៃថ្នូរនិងជំនឿនេះឲ្យនៅមុតមមក្នុងចិត្តហើយប្រើបញ្ញាអរគុណបងប្អូនខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំនឹងជម្រាបជូនព័ត៌មានថ្មីទៀតនៅពេលដែលមានការវិវត្តចុងក្រោយបន្ថែមទៀតបាទប៉ុន្តែពេលនេះសូមជម្រាបលាបងប្អូនត្រឹមប៉ុណ្ណេះសិន